សួស្តីទាំងអស់យើងស្វាគមន៍សាជាថ្មីមកកាន់ podcast ផ្នែកច្បាប់ដែលជាមូលដ្ឋានគ្រឹះឆ្នាំទី1និងជាចំណេះដឹងផ្នែកច្បាប់ដែលជាជំនួយទៅដល់ស្មារតីមិនថាអ្នករៀនច្បាប់ក្តីអ្នកបដិមិនរៀនច្បាប់ក្តីសិស្សសឹងតែអាចស្ដាប់បានយកទៅជាចំណេះកើនជាប្រាជ្ញាបន្ទាប់ពីពួកយើងបានសិក្សាមុខវិជ្ជាច្រើនកន្លងមកនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងមករៀននិងប្រាប់អ្នកទាំងអស់គ្នាអំពីលទ្ធិដែលមានផ្នែកទី1សញ្ញានៃលទ្ធិមុននឹងសិក្សាអំពីទូនីតិរបស់លទ្ធិនៅក្នុងនីតិយើងគប្បីយល់ពីនិយមន័យលទ្ធិជាមុនសិនមុននឹងទៅបន្តស្គាល់អំពីទូនីតិលទ្ធិនៅក្នុងនីតិខ្មែរអញ្ចឹងយើងនឹងត្រូវសិក្សាអំពីចំណុច 1.1 និយមន័យនៃលទ្ធិអញ្ចឹងដែលត្រូវបានបែងចែកចេញជា2គឺលទ្ធិតាមន័យទូលាយនិងលទ្ធិតាមន័យចង្អៀតយោងទៅតាមន័យទូលាយលទ្ធិជាបណ្ដុំគំនិតទាំងឡាយរបស់អ្នកច្បាប់ដែលជាសាស្ត្រាចារ្យសាកលវិទ្យាល័យចៅក្រមមេធាវីដែលជាសសឹងតែជាគំនិតរបស់គាត់ដែលជាលទ្ធិបើសិនជាយើងបើកនៅក្នុងន័យចង្អៀតវិញគឺលទ្ធិជាបណ្ដាគំនិតយោបល់ទាំងឡាយលើបញ្ហាគតិយុត្តណាមួយជាអ្នកកំណត់រឿងក្តីមួយកើតឡើងលទ្ធិរបស់មេធាវីគឺការពារកូនក្តីផ្ដល់មតិយោបល់ប្រឹក្សាជាឧទាហរណ៍ឈានចូលទៅដល់ផ្នែកទី2ទូនីតិរបស់លទ្ធិអញ្ចឹងតាមការស្រាវជ្រាវដោយអ្នកប្រាជ្ញវិទូជានីតិលទ្ធិមិនមែនជាប្រភពផ្ទាល់នៃនីតិទេលទ្ធិគ្រាន់តែជាឧទាហរណ៍ថាចៅក្រមលទ្ធិរបស់គាត់ស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋយុត្តិធម៌ជូនជនស្លូតត្រង់ដើម្បីកាត់បន្ថយនូវភាពអយុត្តិធម៌ចៅក្រមជាអ្នកដែលស្វែងរកយុត្តិធម៌ហើយជាអ្នកដែលអនុវត្តច្បាប់ជាអ្នកដែលបកស្រាយច្បាប់ខ្លីៗឲ្យឆាប់យល់ឧទាហរណ៍ថាអ្នកប្រាជ្ញទស្សនវិទូបណ្ឌិតmindset តកតងមួយនឹងបច្ចុប្បន្នឥឡូវយើងបានឃើញហើយថាមានទស្សនៈជាច្រើនមិនថាមេធាវីចៅក្រមស្ទើរមានទស្សនៈទិសស្ដីលទ្ធិរៀងៗខ្លួនហើយបណ្ដោះចុងក្រោយនេះគឺជាសេចក្តីសន្និដ្ឋានបញ្ចប់ជារួមមកលទ្ធិត្រូវបានបែងចែកចេញជា2គឺតាមគំនិតអ្នកច្បាប់ដែលជាសាស្ត្រាចារ្យចៅក្រមមេធាវីនិងជាគំនិតយោបល់ទាំងឡាយលើបញ្ហាគតិយុត្តលទ្ធិមិនមែនជាប្រភពផ្ទាល់នៃនីតិទេបើន័យថាមិនមែនជាច្បាប់ទេដូចខ្ញុំបញ្យល់ឲ្យខ្លីថាតាមលទ្ធិហ្នឹងជាអ្នកជាសាស្ត្រាចារ្យរៀនសាកលវិទ្យាល័យក្តីជាចៅក្រមមេធាវីហ្នឹងគាត់មានទស្សនៈលទ្ធិទិសស្ដីរៀងៗខ្លួនហើយបើយើងនិយាយថាពីកំណត់យោបល់របស់ពួកគាត់វិញវាផ្សេងគ្នាដែរផ្ទុយពីវិធាននៃច្បាប់បានន័យថាមានមួយក្រមរដ្ឋវិន័យក្រមព្រហ្មទណ្ឌនីតិវិធីព្រហ្មទណ្ឌនីតិវិធីរដ្ឋវិន័យហ្នឹងក៏មានការបែងចែកដាច់ពីគ្នាដែរវាអាចលោកឡំគ្នាបានទេមិនមែនយកតាក់ទងជាមួយនឹងដីទៅកាត់ក្តីរឿងព្រហ្មទណ្ឌទេវាខុសគ្នាប៉ុន្តែផ្ទុយទៅវិញលទ្ធិនេះគេឃើញនៅបណ្ដាប្រទេសដែលប្រកាន់យកប្រព័ន្ធច្បាប់កុម្មុយនីសប្រព័ន្ធប្រទេសកុម្មុយនីសទាំងអស់មាន5ដែលខ្ញុំបានបញ្យល់តាក់ទងជាមួយវីដេអូខាងដើមជាច្រើនមកផ្សព្វផ្សាយពីគោលការណ៍នៃការដឹកនាំនយោបាយរបស់ខ្លួននៅក្នុងក្បាលម៉ាស៊ីនដែលដឹកនាំដែលជាគណៈមជ្ឈិមបកកុម្មុយនីសឧទាហរណ៍ថាលទ្ធិម៉ៅនិយមលទ្ធិម៉ាស់លេនីជាដើមអញ្ចឹងឡើងហើយវីដេអូនេះទីសោកខ្លីណាស់ដោយសារតែវាមិនសូវសំខាន់ទេក៏ប៉ុន្តែវាជាអត្ថប្រយោជន៍ដល់អ្នកសិក្សាច្បាប់ក៏ជាមូលដ្ឋានគ្រឹះឆ្នាំទី1ដែលយើងត្រូវសិក្សាឆ្នាំទី1យើងអត់ទាន់ចូលដល់នីតិវិធីក្រមអីទេក៏យើងត្រូវសិក្សាពីមូលដ្ឋានគ្រឹះមិនថាជាឆ្នាំទី1ហ្នឹងយើងត្រូវយល់ពីដើមតងមេធាងនៃច្បាប់ចឹងទៅដែលវីដេអូខ្ញុំធ្វើកន្លងមកគឺសម្រាប់ជានិស្សិតសិក្សាឆ្នាំទី1ដែលយើងចូលទៅដល់រៀនយើងនឹងឃើញហើយថាលោកគ្រូអ្នកគ្រូនោះក៏នឹងបង្រៀនតាក់ទងជាមួយនឹងសេចក្តីប្រាជ្ញនីតិនៃឆ្នាំទី1ហ្នឹងយើងត្រូវតែស្វែងយល់ហើយវីដេអូចុងក្រោយនេះខ្ញុំសូមអរគុណទៅដល់អ្នកដែលបានស្ដាប់ហើយនឹងជួយបើស្រឡាញ់ចូលចិត្តវីដេអូនេះសូម Subscribe Comment
ឬក៏បើសិនបើមានពាក្យពេចន៍ណាខ្វះខាតសូមជួយបន្ថែម comment ដើម្បីស្ថាបនាទាំងអស់គ្នាសូមអរគុណ